เคสุดท้ายบางคนงั้นนี่มาประโยชน์แต่ต้นระเบียบយើងជាប់ជាមួយនឹងទូរស័ព្ទដើម្បីមើលកាមេរ៉ានេះបានណាបាទហើយដើម្បីយកវីដេអូបានទៀតទីមួយបងប្អូនតែមានកម្មវិធីនេះឈ្មោះ GoPlus Cam Pro ណាដោនឡូតទៅក៏មកខ្ញុំបញ្យល់តើតើរបៀបប្រើកាមេរ៉ាហ្នឹងសិនអញ្ចឹងអានេះប៊ូតុងសម្រាប់យើងបិទបើកកាមេរ៉ានិងចុចម៉ូដវាយើងមើលរូបភាពថតរូបស្លឹកអីហ្នឹងយើងចុចនឹងមួយមកខាងនេះនឹងចូលឡើងថតស្លឹកយើងអាចចុចថតបាននៅក្នុងករណីយើងមាន memory វានឹងចាក់នេះថាយើងថតបានស្លឹកអានេះ no card ចឹងអត់មាន memory card ទេចុចម្ដងទៀតវាលោតទៅដល់ live setting យើងសេរី option សេរីអីនៅលើហ្នឹងបាទហើយអា volume នេះគឺឡើងចុះចុះព្រមចុះស្ដីធ្វើអីទេលើហ្នឹងហើយយើងចង់ record ហើយលើសំឡេងយើងចូលឡើង on ហើយចុច OK មកបាទ resolution នេះ resolution អ្នកសួរ resolution នេះ 4K តែ 4K វាមិនពេញលេញទេបាទប៉ុណ្ណឹងឲ្យ 4K វាចប់ហើយកាមេរ៉ាវាអាចទទួលយកបានក្នុងកាមេរ៉ាដាក់ថាវិការហ្នឹងខ្ញុំប្រាប់តារបៀបតើតើនឹងអីដែលសំខាន់ហ្នឹងបងប្អូនសាវជឿខ្លួនឯងបាននេះតើតើនាទីវាលុតលើអេក្រង់ណាយើងចង់បាន5នាទី3នាទី2នាទីមើលឡើង1នាទីលើហ្នឹងណាវាមាន1នាទី3នាទី5នាទីទៅប្រើ1នាទីទៅឲ្យវាសេលទេទៅទៀតអត់មានស្អីចេះវាបិទអូតូក្នុង3នាទីបើយើងអត់ប្រើ3នាទីវាបិទអូតូហើយភាសាបាទថ្ងៃយើងអាចសេរីបានបាទ password Wi-Fi យើងបាច់ដូរបានណាហ្នឹងនេះដូរសេរីបិទសេរីកុំឲ្យលេងសេរីប៉ែបហ្នឹងបាទយើងចុច off ទៅចុចទៅលេងសេរីវាមានអីច្រើនជាងហ្នឹងតែយើងទៅមើលតាក់ទងនឹងរបៀបជាប់សិនឥឡូវចុចទៅខាងក្រៅវិញអូខេខាងក្រៅហ្នឹងចឹងក្នុងករណីបងប្អូនចង់ជាប់ជាមួយទូរស័ព្ទយើងចុចនៅឡើងលើមួយបាទចេញ Wi-Fi អញ្ចឹងគេប្រាប់ Wi-Fi នេះឈ្មោះ Action Camera 60D អីចឹងទៅតែ password វា118អញ្ចឹងយើងមើលទូរស័ព្ទយើងdownload កម្មវិធីហ្នឹងហើយអញ្ចឹងយើងចូលទៅក្រៅ Wi-Fi បាទអូខេឥឡូវខ្ញុំមកធ្វើនៅលើទូរស័ព្ទ iPhone តែម្ដងទៅបាទអញ្ចឹងទី1បងប្អូនចង់ភ្ជាប់ឲ្យវាយើងមើល Wi-Fi ដូចខ្ញុំប្រាប់មិញហ្នឹងបាទនេះទូរស័ព្ទ iPhone ស្រួលទេភ្ជាប់vớiកាមេរ៉ាហ្នឹងមកហើយបាយ password គាត់មក118ចុច join បាទជាប់បានហើយយើងចេញក្រៅវិញយើងចូលទៅកម្មវិធី GoPlus មិញហ្នឹងហើយយើងចុចពាក្យ Sport DV ចុចទៅគឺចូល vlog ហ្មងអត់ដូចនេះទេអត់ដូចទូរស័ព្ទ Android ទេ Android ខ្លះគឺរើសអើងនេះចឹងកាមេរ៉ាហ្នឹងនៅលើទូរស័ព្ទយើងអាចមើលបានហើយបងប្អូនណាថតហើយចង់យកវីដេអូហ្នឹងបានបងប្អូនចូលកន្លែងនេះហើយទី1រូបដូច zoom ហ្នឹងទី1ហ្នឹងចុចវាមកចង់បើសិនជាមាន memory នៅក្នុងកាមេរ៉ាហ្នឹងគឺយើងមើលឃើញវីដេអូក្នុងហ្នឹងហ្មងយកបងប្អូនចុចលើវាទៅហើយយើងយកពាក្យ download ទៅយើង download មកស្ទុះពេញយើងយកមកមើលលើទូរស័ព្ទបានហើយបាច់ជាប់មួយកាមេរ៉ាទូរស័ព្ទអត់កាមេរ៉ាទៀតទេអញ្ចឹងណាតែនេះដោយសារខ្ញុំអត់មាន memory នៅក្នុងហ្នឹងបាទបង្ហាញបងប្អូនណាអូខេអញ្ចឹងវីដេអូមានប៉ុណ្្នឹងអរគុណច្រើនមានឆ្ងល់អីចាំសួរខ្ញុំបន្ថែមអរគុណ